ខ្ញុំសាជាលេខសមាជិករដ្ឋសភាបានអមដំណើរដូចជាមួយទទួលដែលជាសមាជិករដ្ឋសភាមណ្ឌលខេត្តបាត់ដំបងបានធ្វើដំណើរមករកគាត់ដែរណាបងអរគុណណាបងបងមកជាបេសកកម្មជាមួយឯកឧត្តមសចម្រើនជាមួយនឹងគុំពិសាសង្កាត់របស់យើងនេះមកជូនដំណឹងដល់ប្រជាពលរដ្ឋអូនចឹងហើយថ្ងៃចុះឈ្មោះបោះឆ្នោតសម្រាប់ជ្រើសរើសគុំលេខគុំតាមសង្កាត់យើងគឺចុះឈ្មោះនៅថ្ងៃទី1ខែ9រហូតដល់ថ្ងៃទី29ខែ11ឆ្នាំ2016មួយគឺបងប្អូនត្រូវតែមកចុះឈ្មោះបោះឆ្នោតចេញពី10ប្រទេសទៅបើយើងមិនមកចុះឈ្មោះបោះឆ្នោតទេយើងមិនអាចមកទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោតគឺថ្ងៃទី4ខែ6ឆ្នាំ2017ចឹងបើបងចង់សួរអូនវិញតើអូនមានអត្តសញ្ញាណប័ណ្ណទេអត់ទាន់មានអត្តសញ្ញាណអត់ទាន់មានអត្តសញ្ញាណប័ណ្ណទេមិនអីវល់តែដល់ធ្វើការចំណាក់ស្រុកមុនមកវត្តកំណើតអូនមានវត្តកំណើតទេវត្តកំណើតមានចូលតែរៀបចំធ្វើអូខេមករៀបចំធ្វើបាទឥឡូវស្នាក់នៅបច្ចុប្បន្នស្នាក់នៅណាស្នាក់នៅកោតតែសង្កាត់កោតតែស្គាល់គាត់ទាំងបងគូចៅសង្កាត់ក្រុងនេះចឹងរាល់ការងារទាំងឡាយណាដែលគោលនៃត្រូវការវាតងមកគូដែលមានលេខទូរស័ព្ទ012 24 14 62គូនឹងជួយសម្រួលឯកសារគ្រប់យ៉ាងសម្រាប់គោលនៃអត់មានគិតពីផលប្រយោជន៍លុយកាក់អីណាអូនណាគោលនៃត្រូវខុសទាំងអស់គ្នាអូនណាក្នុងនាមជាពលរដ្ឋខ្មែរត្រូវតែមានលិខិត2នៅជាប់ខ្លួនទី1អត្តសញ្ញាណប័ណ្ណទី2សម្បត្តិកំណើតគឺសំខាន់ណាស់សម្រាប់យើងជាពលរដ្ឋហើយអត្តសញ្ញាណប័ណ្ណវាមានផលប្រយោជន៍3ក្នុងនាមជាពលរដ្ឋទី1សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងជីវភាពប្រចាំថ្ងៃរបស់យើងបើយើងអត់មានអត្តសញ្ញាណប័ណ្ណយើងមិនអាចធ្វើការទេព្រោះបងប្អូនទាំងអស់ចង់ទៅធ្វើការឬប្រើតែមានអត្តសញ្ញាណប័ណ្ណចង់ទៅខ្ចីលុយគេទៅត្រូវការអត្តសញ្ញាណប័ណ្ណចង់ទៅស្រុកសៀមឬមួយចង់ធ្វើប៉ាសពតត្រូវការអត្តសញ្ញាណប័ណ្ណមានន័យថាមួយជីវិតឲ្យតែយើងពេញវ័យចង់ធ្វើអីត្រូវតែមានអត្តសញ្ញាណប័ណ្ណទី1ទី2អត្តសញ្ញាណប័ណ្ណមានសារៈសំខាន់បញ្ជាក់ថាយើងជាខ្មែរពលរដ្ឋខ្មែររស់នៅដំស្រុកខ្មែរពិតប្រាកដទី3ដើម្បីទៅកំណត់ជោគវាសនាអនាគតខ្លួនយើងនិងប្រទេសជាតិយើងគឺទៅបោះឆ្នោតវាសំខាន់ណាស់យើងពលរដ្ឋគ្រប់រូបត្រូវតែទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានហើយរៀបចំឲ្យមានសវត្ថកំណើតពីព្រោះចុះឈ្មោះបោះឆ្នោតលើនេះមានតែលិខិត2គត់ដែលអាចទៅចុះឈ្មោះបានទី1អត្តសញ្ញាណប័ណ្ណបើអត់មានអត្តសញ្ញាណប័ណ្ណត្រូវតែមានសម្បត្តិកំណើតឬសម្បត្តិបញ្ជាក់កំណើតបាទសូមអរគុណថ្ងៃនេះដែរយើងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិនៅរដ្ឋ Washington ដែលកំពុងតែធ្វើបុណ្យការរកបច្ច័យដើម្បីមកជួយបងប្អូនយើងឲ្យមកចុះឈ្មោះបោះឆ្នោតមកយើងរួមគ្នាទឹកផ្ទះរៀបសម្អាតឃុំសង្កាត់យើងពលករចំណាក់ស្រុកអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្ងៃទី1ខែ9ដល់ថ្ងៃទី29ខែ11ឆ្នាំ2016មកចុះឈ្មោះបោះឆ្នោតដើម្បីបោះឆ្នោតជ្រើសរើសចៅសង្កាត់របស់យើងមេឃុំរបស់យើងនៅថ្ងៃទី4ខែ6ឆ្នាំ2017ខាងមុខនេះអរគុណ